ឯកឧត្តមបណ្ឌិតចាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវសូផត្រាអមដំណើរដោយឯកឧត្តមលោកជំទាវនិងលោកប្រធានមន្ត្រីធម្មការនិងសាសនាព្រមទាំងសប្បុរសជនបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតចែកជូនដល់គ្រួសារវីរៈកងទ័ពនិងគ្រួសារបងប្អូនជនភៀសសឹកចំនួន270គ្រួសារនៅស្រុកដំបែខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវអភិបាលរងតំណាងអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រធានបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រចាន់មុនីជូនចំពោះគ្រួសារវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែននិងបងប្អូនជនភៀសសឹកជានិច្ចកាលសម្ដេចតេជោសម្ដេចគតិប្រធានបណ្ឌិតសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតតែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់វីរៈកងទ័ពគ្រួសារវីរៈកងទ័ពព្រមទាំងប្រជាជនគ្រប់ទីកន្លែងគ្រប់ពេលវេលាឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណនិងដឹងគុណដល់វីរៈកងទ័ពវីរៈនគរបាលជាតិជួរមុខកម្ពុជាដែលបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាននិងសូមឲ្យប្រជាពលរដ្ឋមានជំនឿចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែនៅជាមួយបងប្អូនគ្រប់កលៈទេសៈនិងគ្រប់ដំណាក់កាលនិងអបអរសាទរវីរៈកងទ័ពទាំង18នាក់ដែលបានវិលត្រឡប់មកកាន់មាតុភូមិនិងជួបជុំក្រុមគ្រួសារជាទីស្រឡាញ់វិញក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តអាជ្ញាធរក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានជួយមើលថែទំនុកបម្រុងគ្រួសារវីរៈកងទ័ពនិងរៀបចំទីតាំងសុវត្ថិភាពជូនគ្រួសារបងប្អូនភៀសសឹកដោយការយកចិត្តទុកដាក់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាក្នុងកលៈទេសៈដ៏លំបាកនេះស្មារតីរួមសាមគ្គីខ្មែរតែមួយជួយគ្នាក្នុងគ្រាអាសន្នកំពុងផុសផុលឡើងធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំចូលរួមបរិច្ចាគនិងឧបត្ថម្ភនៅស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ជូនដល់វីរៈកងទ័ពវីរៈនគរបាលជាតិដែលកំពុងឈរជើងនៅសមរភូមិជួរមុខនិងគ្រួសារវីរៈកងទ័ពវីរៈនគរបាលជាតិព្រមទាំងគ្រួសារបងប្អូនជនភៀសសឹកសម្ភារៈទាំងនេះគឺជាការឆ្លើយតបចំពោះការលំបាកដែលបងប្អូនកំពុងប្រឈមនិងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាបណ្ដោះអាសន្នបានមួយចំណែកទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនទាំងអស់ត្រូវរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំនិងបន្តជឿលើសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រធានបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីលោកជំទាវបណ្ឌិតពេជ្រចាន់មុនីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតព្រមទាំងជឿជាក់លើវីរៈកងទ័ពវីរៈនគរបាលជាតិជួរមុខដ៏អង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពកម្ពុជាឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីចាយបូរិនសូមគោរពសម្ដែងនៅការដឹងគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតគោរពជូនសម្ដេចតេជោប្រធានព្រឹទ្ធសភារួមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលកំពុងបន្តបេសកកម្មដឹកនាំពីសម្ដេចតេជោដែលជាមគ្គុទ្ទេសក៍ឯកនិងអិសរាជជនកម្ពុជារបស់ជាតិដែលកំពុងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាដោយមិនទុកឲ្យប្រជាជនណាគ្រួសារណាឬយោធិនណានៅឯកានោះឡើយព្រមទាំងបដិញ្ញាការពារអធិបតេយ្យជាតិបូរណភាពទឹកដីដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជាទោះក្នុងតម្លៃណាក៏ដោយអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតដែលត្រូវបាននាំយកមកជាគ្រឿងឧបភោគបរិភោគនិងថវិកាចែកជូនដល់គ្រួសារវីរៈកងទ័ពនិងគ្រួសារជនភៀសសឹកក្នុងមួយគ្រួសារទទួលបានអង្ករ50គីឡូក្រាមទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរមី1កែសសម្លៀកបំពាក់និងថវិកាមួយចំនួន